ពេលស្មុគស្មាញខ្លាំងអ្នកខ្លះចង់បំភ្លេចទុក្ខក៏នាំគ្នាទៅពួនក្នុងដបស្រាឬពេលខ្លះប្រើប្រាស់គ្រឿងញៀនក៏មានទ្រព្យសម្បត្តិកិត្តិយសកេរ្តិ៍ឈ្មោះញាតិមិត្តក្រុមគ្រួសារជារឿងចាំបាច់សម្រាប់រស់តែវាមិនអាចធានាសេចក្តីសុខទាំងស្រុងបានទេព្រោះវាអាចប្រែប្រួលបាត់បង់ពេលណាក៏បានសូមកុំផ្ញើសេចក្តីសុខនៅលើរបស់ខាងក្រៅទាំងស្រុងទេត្រូវព្យាយាមអប់រំចិត្តមានខន្តីមានអំណត់មានការតស៊ូព្យាយាមរៀនរីករាយនឹងអ្វីដែលខ្លួនមានរៀនផ្ដល់សេចក្តីស្រឡាញ់ដល់ខ្លួនឯងនិងសពសត្វទាំងអស់រៀនស្ដាប់ធម៌ចម្រើនបញ្ញាស្មារតីហ៊ានប្រឈមមុខនឹងការពិតនៃជីវិតហើយកុំសូវប្រកាន់ហួងហែងខ្លាំងពេកទើបជីវិតមិនសូវមានទុក្ខ